ខ្ញុំនឹងបង្ហាញលោកគ្រូអំពីរបៀបនៃការចុះវត្តមានអញ្ចឹងណាបាទគឺជៀសវាងយើងចុះវត្តមានពីផ្ទះមកឬក៏គេហៅថាចុះវត្តមានពីក្នុងមុងបាទអញ្ចឹងយើងជាគ្រូត្រូវតែមានភាពស្មោះត្រង់ហើយនឹងជាគំរូបាទត្រូវធ្វើម៉េចមកឲ្យទាន់ពេលវេលាអញ្ចឹងទៅដើម្បីធ្វើការចុះវត្តមានអញ្ចឹងការចុះវត្តមានពីផ្ទះខាងនាយកដ្ឋានប្រកាសជាដឹងមកពីព្រោះនាយកដ្ឋានគឺបានកំណត់ GPS សាលារបស់យើងរួចរាល់អស់ហើយអញ្ចឹងគឺគាត់ប្រកាសជាដឹងគាត់ថាកំឡុងពេលនេះគឺគាត់ជាការតេស្តសាកល្បងអញ្ចឹងលោកគ្រូអាចអនុវត្តវានៅពេលដែលគេធ្វើបច្ចុប្បន្នភាពឬក៏ដំណើរការ 100% យើងចេះស្ទាត់ទាំងអស់គ្នាតែម្ដងអញ្ចឹងដំណាក់កាលសាកល្បងយើងត្រូវតែរៀនចុចឲ្យចេះឲ្យចាំឲ្យស្ទាត់អញ្ចឹងកន្លែងណាមិនចេះរៀនថែមបាទអញ្ចឹងដើម្បីចុះវត្តមានបានលោកគ្រូបើកថ្នាល PLP របស់លោកគ្រូមកឬក៏បើកក្នុងកម្មវិធីរុករកនេះក៏បានដែរបាទរុករកនេះបាទលោកគ្រូបាន download ឬក៏ទាញមកដាក់លើអេក្រង់ហើយក៏ចុចនៅលើអេក្រង់នេះតែម្ដងទៅតែខ្ញុំបានទាញមកដាក់លើអេក្រង់ហើយអញ្ចឹងខ្ញុំបើកវាតែម្ដងការចុះវត្តមានមានពីររបៀបទី1លោកគ្រូអាចចុះវត្តមានតាមរយៈខ្ញុំសូមចាក់ចេញសិនតាមរយៈថ្នាលបឋមហើយមួយទៀតតាមកម្មវិធីគ្រប់គ្រងថ្នាក់រៀនបាទអញ្ចឹងថ្នាលបឋមគឺលោកគ្រូបើកវាហើយចុចកន្លែងអនុវិស័យអប់រំបឋមសិក្សាបាទហើយចុចយកពាក្យសិស្សបាទនេះចុចយកពាក្យសិស្សមកបន្តមកទៀតលោកគ្រូយកពាក្យថ្នាលបឋមថ្មីហ្នឹងសម្រាប់ក្នុង PLP ណាបាទអញ្ចឹងលោកគ្រូកន្លែងបញ្ចូលឈ្មោះអ្នកប្រើប្រាស់សូមវាយបញ្ចូលឈ្មោះរបស់លោកគ្រូ username របស់លោកគ្រូហើយលេខកូដសម្ងាត់របស់លោកគ្រូហើយចុចចូលមកឬក៏យើងអាចប្រើតាម QR ក៏បានដែរចូលតាមរយៈ QR code អញ្ចឹងខ្ញុំចូលតាមរយៈឈ្មោះអ្នកប្រើប្រាស់បាទខ្ញុំចុចបន្តមកទៀតខ្ញុំចុចលើឈ្មោះរបស់ខ្លួនឯងនៅខាងលើនេះបាទលោកគ្រូចុចតាមខ្ញុំនឹងមកបន្តមកទៀតលោកគ្រូមើលមកខាងក្រោមនេះលោកគ្រូឃើញមានពាក្យថាវត្តមានសិស្សវត្តមានគ្រូបាទទាំងវត្តមានសិស្សទាំងវត្តមានគ្រូអាចចុចទីនេះក៏បានដែរអញ្ចឹងខ្ញុំយកវត្តមានគ្រូបាទអញ្ចឹងចំពោះវេនពេលព្រឹកគឺវាselectដោយអូតូតែម្ដងគឺពេលព្រឹកម៉ោង7ដល់ម៉ោង11អញ្ចឹងបាទលោកគ្រូចុះពេលថ្ងៃហើយឃើញថាកន្លែងនេះវាមិនទាន់ដូរទេលោកគ្រូអាចចុចអាកន្លែងសញ្ញាព្រួយតាមក្បាលចុះក្រោមនេះមកហើយជ្រើសរើសវេនតាមវេនរបស់លោកគ្រូទៅអញ្ចឹងខ្ញុំពេលព្រឹកអញ្ចឹងខ្ញុំយកពេលព្រឹកអញ្ចឹងខ្ញុំចុចពាក្យថាចូលបាទចូលរួចរាល់ហើយលោកគ្រូឃើញកន្លែងនេះគឺរងចាំអនុម័តបាទហើយនេះម៉ោងដែលខ្ញុំចុចចូលគឺម៉ោង 6:53 អញ្ចឹងគឺនៅពេលដែលម៉ោង 11លោកគ្រូបរិញ្ញាចប់លោកគ្រូចូលមកកន្លែងហ្នឹងក៏ដែរចុចពាក្យថាចាក់ចេញមកបាទចុចពាក្យចាក់ចេញហ្នឹងទី1កន្លែងហ្នឹងគឺកន្លែងទី1ដែលលោកគ្រូអាចចុះវត្តមានបានអញ្ចឹងទី2កន្លែងណាឥឡូវខ្ញុំសូមចាក់ចេញពីកម្មវិធីមួយហ្នឹងហើយខ្ញុំចុចនៅកន្លែងដដែលហ្នឹងប៉ុន្តែយើងយកអនុវិស័យអប់រំបឋមសិក្សាដូចគ្នាប៉ុន្តែមកដល់កន្លែងនេះគឺយើងមិនអាចយកសិស្សទៀតទេយើងយកគ្រូនេះបើសិនករណីលោកគ្រូចុះតាមវិធីទី1នឹងមិនបានចុះតាមវិធីនេះបាទយកពាក្យថាគ្រូហើយយកពាក្យថាថ្នាលគ្រប់គ្រងសាលារៀនចុចបញ្ចូលឈ្មោះអ្នកប្រើប្រាស់និងលេខកូដសម្ងាត់ដូចគ្នាបាទរួចរាល់ហើយមកដល់កន្លែងនេះគឺមិនចុចកន្លែងឈ្មោះយើងទៀតទេមិនចុចកន្លែងរូបយើងទៀតទេគឺចុចកន្លែងត្រេ3ខាងនេះបាទហើយឃើញពាក្យថាវត្តមានបាទចុចលើពាក្យវត្តមានមានសិស្សនិងវត្តមានខ្លួនឯងផ្ទាល់ខ្លួនណាអញ្ចឹងសិស្សលោកគ្រូចុចកន្លែងសិស្សទៅហើយវត្តមានខ្លួនឯងផ្ទាល់ខ្លួននឹងចុចកន្លែងផ្ទាល់ខ្លួនទៅបាទមកដល់កន្លែងនេះគឺចុចចុះវត្តមានសុំច្បាប់ហើយនៅពេលដែលម៉ោង 11យើងចុចចេញវត្តមានវិញបាទកន្លែងនេះអញ្ចឹងងាយវិធីសាស្ត្រគឺស្រួលទេលោកគ្រូអនុវត្តតាមវិធីហ្នឹងទៅហើយបើសួរខ្ញុំថាតើទាំងពីររបៀបចុះឈ្មោះហ្នឹងសំទោសចុះវត្តមានហ្នឹងតើទៅថ្ងៃខាងមុខគេនឹងប្រើអនុវត្តតាមវិធីមួយណាខ្ញុំក៏មិនទាន់ដឹងដែរប៉ុន្តែឥឡូវនេះគឺយើងអាចប្រើបានទាំងពីរប៉ុន្តែបញ្ជាក់ប្រាប់លោកគ្រូថាបើចុះបានមួយវិធីជោគជ័យហើយមិនបាច់មកធ្វើវិធីទី2ទេវិធីនេះសម្រាប់តែវិធីណាមួយដែលលោកគ្រូចុះទៅវាកាំងវាមិនដើរចុះមិនបានលោកគ្រូដូរមកវិធីសាស្ត្រទី2តែបើថាទាំងពីរហ្នឹងឲ្យធ្វើមិនបានវាកាំងវា slow អ៊ីនធឺណិតមិនដើរឬក៏ប្រព័ន្ធធ្វើបច្ចុប្បន្នភាពឬក៏កំពុងជួសជុលអីចឹងទៅគឺអាហ្នឹងយើងតាមដំណើរទៅព្រោះនេះជីវៈតេស្តសាកល្បងទេបាទខាងនាយកដ្ឋានគាត់មិនទាន់កំណត់ទោសបីអ្វីទេបាទអញ្ចឹងគឺយើងគ្រាន់តែរៀនឲ្យចេះបាទគោលបំណងគឺរៀនឲ្យចេះទាំងអស់គ្នាអញ្ចឹងវីដេអូរបស់ខ្ញុំនេះគឺមានតែប៉ុណ្្នឹងទេបាទហើយសង្ឃឹមថាលោកគ្រូអាចធ្វើបានទាំងអស់គ្នាដើម្បី
ឲ្យប្រព័ន្ធរបស់យើងនឹងវាដំណើរការល្អដើម្បីឲ្យវិស័យអប់រំរបស់យើងនឹងវាកាន់តែរលូនតទៅមុខអញ្ចឹងហើយវាកាន់តែទំនើបបាទហើយក៏សូមអរគុណនិងកោតសរសើរដល់នាយកដ្ឋានក៏ដូចជាក្រសួងអប់រំដែលលោកខិតខំណាស់បាទខិតខំបង្កើតប្រព័ន្ធដើម្បីឲ្យវាមានភាពងាយស្រួលដល់គ្រូទាំងសិស្សផងដែរបាទគ្រូឥឡូវនេះយើងដល់ម៉ោង11ហើយយើងម៉ោងដែលយើងត្រូវចាក់ចេញសម្រាប់វេនពេលព្រឹកណាចឹងលោកគ្រូបើក PLP បាទហើយចុចចូលមកថ្នាលរបស់យើងមកដើម្បីធ្វើការចាក់ចេញវត្តមានបាទអញ្ចឹងអាចជ្រើសរើសយកកន្លែងសិស្សក៏បានកន្លែងគ្រូបង្រៀនក៏បានឥឡូវខ្ញុំចុចយកគ្រូហើយយកប្រព័ន្ធគ្រប់គ្រងសាលារៀនអញ្ចឹងដោយសារតែយើងធ្លាប់បាន login ហើយវាជាប់អូតូនៅនឹងអញ្ចឹងយើងចុចកន្លែងរូប profile ខ្លួនឯងហើយយកពាក្យថាវត្តមានបាទអញ្ចឹងវត្តមានខ្លួនឯងយើងឃើញមានពាក្យចាក់ចេញអញ្ចឹងលោកគ្រូអាចចុចពាក្យចាក់ចេញហើយយើងអោសមកមើលខាងក្រោមបន្តិចមកលោកគ្រូនេះគឺជាម៉ោងដែលយើងបានធ្វើការណា4ម៉ោងបាទ4ម៉ោង10ប្រហែលនាទីនឹងឯងហើយតែប៉ុណ្ណឹងទៅគឺយើងរួចរាល់ហើយបាទអញ្ចឹងគឺមានតែប៉ុណ្ណឹងទេបាទអរគុណច្រើនជម្រាបលាចំពោះការតាមដាន